ថ្ងៃនេះដែរcònបង្ហាញមុខម្ហូបមួយទៀតគឺមានឈ្មោះថាជៀនមិនដំបូងយើងពងត្រីយើងធៀនសិនទៅនឹងធ្វើការពងឬជៀនយើងធៀនបន្តិចនឹងតមកបានយើងចាប់ដើមលីថ្ងៃនេះបាទគោលីមួយថ្ងៃបានថ្ងៃចឹងទៅវាយើងរសជាតិនឹងហឹរចឹងទៅយើងលីស្ងួតថ្ងៃវាបាត់ជាតិហឹរចឹងគឺបងប្អូនរីករាយទស្សនាកម្មវិធីក្នុងប្រព័ន្ធលេងថ្ងៃស្ងួតយើងលេងប្រហែលជា4-10នាទីស្ងួតល្អសម្រាប់ភ្លើងដាក់ឲ្យរឹមទៅបាទមកខ្លាំងពេកដាច់ខ្លោចបាទទេបាទមុខម្ហូបមួយនេះងាយស្រួលទីបំផុតបាទងាយស្រួលជាងគេក្នុងការធ្វើសំខាន់គឺយូរក្នុងការចាត់ខ្ញីតែបើបងប្អូនទិញខ្ញីចាត់ស្លាក់ក៏ល្អដែរតែការខ្ញុំនិយាយមិនឲ្យបងប្អូនទិញខ្ញីយកមកហាន់ខ្លួនឯងព្រោះខ្ញីនឹងស្រាប់ហើយនៅផ្សារឥឡូវយើងគេដាក់ថ្នាំឲ្យវាមានពណ៌សម្បូរវាស្រស់អញ្ចឹងណាបងប្អូនហើយមុខម្ហូបនេះគាត់ថាវាយូរការទី1យើងពងត្រីបាទទី2យើងគឺលេខខ្ញីវាស្ងួតបានឆ្ងាញ់បាទតែភាពការធ្វើរបស់វាហ្នឹងគឺងាយស្រួលធ្វើមែនតើហ្នឹងហើយចាំបងប្អូនទស្សនាបន្ទាប់ទៀតបន្ទាប់ពីខ្ញុំលេងហើយខ្ញុំនឹងដាក់ត្រីចូលបាទត្រីដែលយើងជៀនហ្នឹងយើងដាក់ចូលបាទដាក់ចូលតែមុននឹងដាក់ចូលคลิกជាមួយกับបងប្អូនមួយទៀតយើងត្រូវដាក់សៀងជាមួយខ្ញីសិនសូមអធិស្ឋានមុននឹងជំរាបបងប្អូនខុសយើងដាក់សៀងជាមួយខ្ញីឲ្យវាចូលជាតិគ្នាសិនបានយើងដាក់ត្រីចូលបាទហើយបងប្អូនចំពោះសៀងនឹងប្រើសៀងរបស់ខ្មែរយើងជាអ្នកផលិតផលរបស់ប្រទេសកម្ពុជាចឹងបាទហ្នឹងហើយចំពោះសៀងខ្ញុំសូមណែនាំបងប្អូនបើសិនជាយើងអាចលាងវាចេញយកទឹកចេញពុទ្ធសាវាមានជាតិប្រៃខ្លាំងចឹងលាងចាក់ទឹកចាក់ដាក់កញ្ឆេងទូទៅលាងវាចេញយកទឹកចេញខ្ញុំយកតែសៀងមកបានហើយបងប្អូនបាទឥឡូវនេះខ្ញុំលាងសៀងហើយអញ្ចឹងយើងយកតែសៀងសុទ្ធមកបាទលាងចម្រោះយកទឹកនៅក្នុងដបហ្នឹងវាមានរសជាតិប្រៃខ្លាំងអញ្ចឹងចម្រោះយកតែសៀងសុទ្ធមកចឹងបន្តមកយើងចាក់ចូលជាមួយនឹងក្នុងខ្ញីបាទយើងកូរវាទៅឲ្យវាចូលជាតិគ្នាសូមបញ្ជាក់បងប្អូនព្រោះដោយសារលាងហើយក៏វានៅប្រៃដែរអញ្ចឹងក្នុងការដាក់អំបិលឬទឹកត្រីបាទយើងត្រូវប្រយ័ត្នដាក់ជ្រុលវាប្រៃជ្រុលយើងជាតិប្រៃដែរបាទបងប្អូនអញ្ចឹងយើងធ្វើការលីងវាជាមួយនឹងខ្ញីប្រហែលជា 3-4 នាទីបាទក៏មកយើងដាក់ស្ករចូលបាទយើងអាចដាក់អំបិលសិនព្រោះថាជាងវានៅជាតិប្រៃនៅឡើយទេអញ្ចឹងខ្ញុំរៀបចំបងប្អូនសូមណែនាំបងប្អូនមកដាក់ទឹកត្រីឬ
អំបិលបាទយើងដាក់ស្ករសិនស្ករប៊ីចេងទៅបាទបន្ទាប់ពីនឹងហើយតាមយើងធ្វើការភ្លក់មើលសិនថារសជាតិហ្នឹងវារសជាតិឆ្ងាញ់ល្មមឬនៅឬបើសិនថារសជាតិមិនទាន់ចាប់ជាតិឬអត់ទាន់គិតថាវាអត់ទាន់ឆ្ងាញ់ទេអាចថែមគ្រឿងតាមក្រោយបានបងប្អូនអញ្ចឹងចំពោះស្ករយើងដាក់ចុងសព្រាបាយមកសាររបៀបវាជាប់ស្ករអញ្ចឹងដាក់មើលល្មមប៉ុណ្ណឹងមកតបមកយើងដាក់ស្ករហើយយើងធ្វើការកូរវាចូលគ្រឿងសពជាមួយគ្នានឹងសៀងសិនបងប្អូនបងប្អូនចឹងយើងប្រើប៊ីចេងមកចុងជារ៉ូពេលបាទតបពីដាក់ប៊ីចេងហើយយើងធ្វើការកូរវាសពឲ្យចូលជាតិជាមួយស្ករដែលយើងបានដាក់ហើយចូលជាតិជាមួយសៀងមួយគ្នាបាទភាសាវាកោកអញ្ចឹងយើងអាចបន្ថែមទឹកបន្តិចបាទសម្រាប់ឲ្យវាមានសំណើមហ្នឹងហើយបងប្អូនសម្រាប់ទឹកខ្ញុំណែនាំឲ្យដាក់ទឹកកន្លះកូនចានបានហើយបាទយើងងាស់វាជាមួយជាងថ្ងៃបាទយើងបន្ថែមភ្លើងតិចតិចការមកងាស់វាស្ងួតទឹកបន្តិចxongយើងដាក់ត្រីចូលយើងដាក់មកងាស់វាសិនទៅហើយមុននឹងការដាក់ត្រីចូលបងប្អូនអាចភ្លក់សិនថាវារសជាតិយ៉ាងម៉េចវាឆ្ងាញ់ហើយនៅវាគ្រឿងនេះចូលជាតិហើយនៅវាថាមិនទាន់ចូលជាតិឬយ៉ាងម៉េចខ្វះស្ទើរជាតិប្រៃឬផ្អែមយើងអាចថែមគ្រឿងតាមហ្នឹងបាទអញ្ចឹងយើងនឹងស្ទើរបាទស្ទើរដោយសារយើងបានដាក់អំបិលឬទឹកត្រីនេះអាចបន្ថែមរសជាតិទឹកត្រីបន្តិចបាទឲ្យវាដិតគ្រឿងសម្រាប់រសជាតិកាន់តែឆ្ងាញ់បាទបងប្អូនចំពោះទឹកត្រីយើងអាចដាក់ទៅនេះដោយសារយើងថែមទឹកកន្លះកូនចានចឹងរសជាតិវាមិនទាន់ចូលជាតិដិតទេអញ្ចឹងយើងអាចថែមទឹកត្រីទៅនេះបានហើយអញ្ចឹងមិនបាច់ថែមអំបិលទេយើងដាក់ទឹកត្រីអាចបន្តិចបានហើយចំពោះការបន្ថែមរសជាតិប្រៃយើងបន្តិចបាទវាល្មមអាចញ៉ាំបានបងប្អូនបន្ទាប់ពីថែមទឹកត្រីហើយយើងភ្លក់មើលរសជាតិល្មមនេះឥឡូវដល់ពេលដែលយើងត្រូវចាក់ត្រីចូលបាទត្រីយើងមិនគោខ្លាំងទេដោយសារយើងជានឹងគ្រឿងល្មមហើយយើងខ្លាចយកបាយសាច់ប៉ុន្តែយើងត្រឡប់ជាមួយសៀងបាទជាការស្រេចហើយបាទយើងយកសៀងនៅពីខាងក្រោមចាក់ពីលើត្រីការស្រេចបាទខាងបាយសាច់ត្រីចឹងយើងមិនបាច់ខាខ្លាំងគឺត្រឡប់ជាមួយបាទផ្ទះទេគឺខ្លាំងបាយសាច់ត្រីវីដេអូយើងមានប៉ុណ្ណេះបងប្អូនថាមុននឹងចង់បញ្ចប់យើងคลิกមួយទៀតគឺស្លឹកខ្ទឹមស្លឹកខ្ទឹមយើងរោយពីលើហ្នឹងទៅហើយយើងមានសោភ័ណភាពដូចជារសជាតិកាន់តែឆ្ងាញ់បាទសម្រាប់មុខម្ហូបរបស់នេះដែរបាទយូរសោះហើយមានតែប៉ុណ្្នឹងទេបាទសូមអរគុណបងប្អូនទាំងអស់ដែលបានចំណាយពេលវេលាទស្សនាវីដេអូនេះតាំងពីដើមមកដល់ចប់បាទសូមបងប្អូនជួយ like and share subscribe ទៅលើវីដេអូមួយនេះផងដើម្បីយើងខ្ញុំអាចមានកម្លាំងចិត្តធ្វើវីដេអូម្ហូបបន្តនឹងជម្រាបអរគុណបងប្អូនអរគុណសូមជម្រាបលា